គាត់នឹងលើកកូនក្រមុំឲ្យបុរសនោះមានបុរសម្នាក់បានស្ម័គ្រចិត្តឆ្លើយថាខ្ញុំអាចដេកត្រាំក្នុងទឹកបានមួយយប់ទល់ភ្លឺសេដ្ឋីបង្គាប់ឲ្យបុរសនោះទៅដេកត្រាំទឹកក្នុងត្រពាំងរបស់គាត់លុះដល់ឃើញបុរសនោះអាចដេកត្រាំទឹកបានតាំងពីប្រលប់រហូតទៅដល់ទៀបភ្លឺដូច្នេះសេដ្ឋីក៏នឹកស្ដាយក្នុងចិត្តថាកូនក្រមុំរបស់អញប្រកាសជាបានទៅបុរសនោះមិនខានសេដ្ឋីនឹកឃើញមធ្យោបាយមួយគាត់បង្គាប់ឲ្យពួកបាវប្រាវបញ្ជូនចម្បាំងយកទៅដុតនៅមាត់ត្រពាំងលុះភ្លឺឡើងបុរសនោះបានងើបពីក្នុងត្រពាំងហើយក៏ទៅទាមទារយកកូនក្រមុំពីសេដ្ឋីតាមការសន្យាសេដ្ឋីប្រកែកថាអ្នកឯងមកទារយកកូនក្រមុំខ្ញុំមិនដេចមិនបានពេលអ្នកឯងដេកត្រាំក្នុងទឹកនោះបើកុំតែខ្ញុំយកភ្លើងទៅដុតនៅមាត់ត្រពាំងឲ្យក្តៅម្ល៉េះសមអ្នកឯងរងាស្លាប់បាត់ទៅហើយលឺដូច្នោះបរិសនោះកើតទុកមិនសុខចិត្តហើយពងចេកមួយស្និតដើរទៅរកអ្នកប្រាជ្ញឲ្យជួយដោះស្រាយរឿងនេះលោកដើរទៅបានជួបនឹងសុភាទន្សាយក៏ស្រែកសួរយីបងមនុស្សអើយដើរទាំងយំសារៈទៅណាមានចេកមួយស្និតពូផងបរិសនោះក៏រៀបរាប់ថាខ្ញុំនឹកទៅដូចជាចាញ់ប្រាជ្ញាលោកសេដ្ឋីព្រោះបានសន្យាគ្នាពីមុនថាបើខ្ញុំអាចដេកត្រាំក្នុងទឹកបានមួយយប់ទល់ភ្លឺគាត់នឹងលើកកូនក្រមុំឲ្យលុះដល់ភ្លឺស្រាងនៅទិសខាងកើតលោកសេដ្ឋីបង្គាប់ឲ្យពួកបាវប្រាវយកចំបើងទៅដុតនៅមាត់ត្រពាំងនៅពេលថ្ងៃរះឡើងខ្ញុំក្រោកអំពីទឹកវិញមកហើយទៅទាយកកូនក្រមុំតាមពីសន្យាស្រាប់តែលោកសេដ្ឋីប្រកែកថាកុំតែបានគាត់ដុតភ្លើងឲ្យបាត់រងាកុំអីស្លាប់ក្នុងទឹកបាត់ទៅហើយឥឡូវនេះខ្ញុំកំពុងដើររកអ្នកជួយកាត់ក្តីឲ្យសូមបងសុភាទន្សាយជួយខ្ញុំផងខ្ញុំជូនចេកមួយស្និតសុភាទន្សាយធានាខ្លួនជួយដោះស្រាយរឿងនេះសុភាទន្សាយបង្គាប់ឲ្យបុរសនោះរៀបចំបាយសម្លដាក់លើតុតែនៅពេលស្លមិនឲ្យបង់អំបិលទេគ្រាន់តែយកអំបិលដាក់ក្រោមចានសម្លទៅបានហើយសុភាទន្សាយនាំបុរសនោះទៅជួបសេដ្ឋីហើយបុរសនោះក៏បានរៀបចំបាយសម្លតាមបង្គាប់របស់សុភាទន្សាយជូនសេដ្ឋីពិសាពេលសេដ្ឋីហូបហើយក៏ហត់ទឹកសម្លមួយម៉ាត់ក៏លាត់មាត់ថាអីសម្លនេះមិនបងអំបិលទេសាបម្លេះទន្សាយតបវិញថាចូលចំបើងមួយកងយកមកដុតមាត់ត្រពាំងធ្វើម្ដេចនឹងក្តៅដល់ក្នុងទឹកសេដ្ឋីទាល់ប្រាជ្ញាចាញ់ក្តីសុភាទន្សាយហើយក៏យល់ព្រមលើកកូនក្រមុំទៅឲ្យបុរសនោះទៅ